សូមជូនរឿងគោសមុទ្រទឹកដោះកាលពីយូរលង់ណាស់មកហើយលោកទាំង3ឋានសួគ៌ឋានកណ្ដាលនិងឋានពុជជំនាស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពួកទេវតាដែលមានព្រះឥន្ទជាស្ដេចថ្ងៃមួយអីសីវនាគឈ្មោះឌូវ៉ាសាបានថ្វាយកម្រងផ្កាទិព្វមួយដល់ព្រះឥន្ទប៉ុន្តែព្រះឥន្ទបានយកកម្រងផ្កានោះទៅដាក់លើក្បាលដំរីពីរពាត់ហើយដំរីក៏បានក្រវាត់កម្រងផ្កានោះទម្លាក់ចុះដីរួចជន់ឈ្លីការនោះធ្វើឲ្យឥសីឌូវ៉ាសាខឹងយ៉ាងខ្លាំងហើយបានដាក់បណ្ដាសាឲ្យពួកទេវតាទាំងអស់បាត់រិទ្ធអំណាចនិងសិរីសួស្តីចាប់តាំងពីពេលនោះមកពួកទេវតាចាប់ផ្ដើមចុះខ្សោយធ្វើឲ្យពួកយាគដែលដឹកនាំដោយស្ដេចយាគពាលីវាយលោកយកឈ្នះនិងគ្រប់គ្រងឋានសួគ៌ទាំងមូលដោយអស់សង្ឃឹមពួកទេវតាបានទៅរកព្រះព្រហ្មហើយព្រះព្រហ្មបាននាំពួកគេទៅគល់ព្រះវិស្ណុព្រះវិស្ណុបានណែនាំថាមានតែទឹកអមរិតមួយគត់ដែលអាចធ្វើឲ្យអ្នករាល់គ្នាមានអំណាចឡើងវិញនិងជាអមតៈប៉ុន្តែការយកទឹកអមរិតពីបាតសមុទ្រទឹកដោះគឺជាការងារដ៏ធំធេងពួកទេវតាមិនអាចធ្វើម្នាក់ឯងបានឡើយព្រះវិស្ណុបានប្រាប់ឲ្យពួកទេវតាទៅចង់សម្ព័ន្ធមិត្តជាមួយពួកយាគដោយសន្យាចែកទឹកអមរិតគ្នាផឹកពួកយាគដែលចង់ក្លាយជាអមតៈដែលនោះក៏បានយល់ព្រមប្រវត្តិការដ៏អស្ចារ្យបំផុតក្នុងលោកក៏បានចាប់ផ្ដើមឈើគោពួកគេបានប្រើភ្នំមន្តរៈធ្វើជាឈើគោសេព្រាត់ពួកគេបានបញ្ចុះបញ្ចូលស្ដេចពស់វ៉ាសុគីមកធ្វើជាខ្សែសម្រាប់ទាញពត់ជុំវិញភ្នំជំរឿក្បាលនឹងកន្ទុយព្រះវិស្ណុប្រើល្បិចឲ្យពួកទេវតាចាប់កាន់ខាងកន្ទុយពស់ធ្វើឲ្យពួកយក្សខឹងនិងមីនាសចង់បង្ហាញរិទ្ធក៏នាំគ្នាទៅចាប់ខាងក្បាលពស់វិញតាមពិតខាងក្បាលពស់ក្តៅខ្លាំងនិងភាចេញនៅផ្សេងពឹសដែលធ្វើឲ្យពួកយក្សអស់កម្លាំងអត់ពេលចាប់ផ្ដើមគោភ្នំមន្តរៈគ្មានបងឯកក៏រអិលលិចចូលទៅក្នុងបាតសមុទ្រភ្លាមនោះព្រះវិស្ណុបានកាឡាខ្លួនជាអណ្ដើកយក្សចុះទៅទ្រភ្នំនៅលើខ្នងរបស់ទ្រង់យ៉ាងរងមាំនៅពេលការគោកាន់តែខ្លាំងស្ដេចពស់វ៉ាសុគីដែលឈឺចាប់បានខ្ជាក់ពឺដ៏សាហាវបំផុតដែលមានឈ្មោះថាហាឡាចេញមកពឺនោះមានអនុភាពខ្លាំងអាចរលាយលោកទាំង3បានគ្រប់គ្នាភ័យសន្ស្លក៏នាំគ្នាទៅសុំជំនួយពីព្រះសិវៈដើម្បីសង្គ្រោះលោកព្រះសិវៈបានសម្រេចចិត្តផឹកពឹសនោះចូលទៅប៉ុន្តែព្រះនាងបរទីបានស្ទុះទៅច្របាច់កទ្រង់ជាប់ដើម្បីកុំឲ្យពឹសជ្រាបចូលដល់ក្នុងពោះពឹសនោះក៏បានកកជាប់នៅត្រង់កបណ្ដាលឲ្យកព្រះសិវៈប្រែជាពឹសខៀវតាំងពីពេលនោះមកបន្ទាប់ពីគ្រោះថ្នាក់បានកន្លងផុតទៅការគោបានបន្តរហូតដល់មានវត្ថុទេពផ្លេចផុសឡើងជាបន្តបន្ទាប់គោទេពគោដែលផ្ដល់រាល់សេចក្តីប្រាថ្នាសេះសច្ច័យសេះមានស្លាបដំរីពីរពត់ដំរីក្បាល3កែវមុនីត្បូងដ៏មានតម្លៃបំផុតដែលព្រះវិស្ណុយកមកពាក់លើទ្រូងដើមឈើកបតព្រឹកដើមឈើទេពដែលផ្ដល់វត្ថុតាមការប៉ងនាងអប្សរាស្រីរបាំសួររាប់ពាន់នាគដ៏ស្រស់សោភាព្រះនាងកលសីទេវតានៃសេចក្តីសិរីសួស្តីនិងទ្រព្យសម្បត្តិព្រះច័ន្ទដែលបានហោះទៅលំអនៅលើសិរសារបស់ព្រះសិវៈទឹកអមរិតជាវត្ថុចុងក្រោយបង្អស់ដែលកាន់ដោយលោកធម្មៈគ្រូពេទ្យទេវតាភ្លាមនោះពួកយាគបានឆក់យកផើងទឹកអមរិតពីលោកធម្មៈរួចរត់ដេញដណ្ដើមគ្នាផឹកម្នាក់ឯងដើម្បីជួយពួកទេវតាព្រះវិស្ណុបានកាឡាខ្លួនជាស្រីស្អាតម្នាក់ឈ្មោះហេមីនីដែលមានសម្រស់ស្រស់លើសស្រីទាំងពួងនាងបានទៅបញ្ឆោតឲ្យពួកយាគ
ឲ្យឆ្លក់បង្វេងនឹងសម្រស់ហើយសន្យាថានឹងចែកទឹកអមរិតឲ្យស្មើគ្នានាងហេមនីបានឲ្យពួកទេវតានិងពួកយាអង្គុយបែកគ្នាជាពីរជួរនាងចាប់ផ្ដើមចែកឲ្យពួកទេវតាផឹកមុនក្នុងចំណោមពួកយាមានយាម្នាក់ឈ្មោះរាហូដឹងល្បិចក៏កឡាខ្លួនជាទេវតាមកអង្គុយលាឡំក្នុងជួរទេវតាហើយបានក្រេបទឹកអមរិតដល់ត្រង់កពេលនោះព្រះសូរិយានិងព្រះច័ន្ទបានឃើញក៏រាយការណ៍ប្រាប់ព្រះវិស្ណុបានប្រើកងចក្រកាត់កយៈរាហូដាច់ជាពីរដោយសារទឹកអមរិតដល់ត្រង់កធ្វើឲ្យក្បាលរាហូមិនស្លាប់ហើយក៏คล้ายជាសត្រូវនឹងព្រះអាទិត្យនិងព្រះច័ន្ទជាប្រភពនៃរឿងសុគ្រីស្ទនិងចន្ទគ្រីស្ទនឹងឯងក្រោយពេលពួកទេវតាបានផឹកទឹកអមរិតគ្រប់គ្នាពួកគេមានកម្លាំងដូចដើមរួចបានធ្វើសង្គ្រាមដេញកញ្ចិតពួកយាឲ្យធ្លាក់ទៅឋានបាតដាលវិញអស់ទៅសន្តិភាពនិងសិរីសួស្តីបានត្រឡប់មកកាន់ឋានសួគ៌ឡើងវិញបាទរឿងនេះបានឈានដល់ទីបញ្ចប់ហើយសូមអរគុណសម្រាប់បងប្អូនដែលបានទស្សនាដល់ទីបញ្ចប់បាទ